ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីជាមួយនឹងដំណើរកំសាន្តទៅកាន់រមណីយដ្ឋានកោះច្រែងសួរអូនបងអាចសុំសួរមួយបាននៅកោះច្រែងហ្នឹងរមណីយដ្ឋានភ្ញៀវអាចមកលេងទាំងខែប្រាំងទាំងខែវស្សាឬមួយបានតែខែប្រាំងទេបានពេលខែទឹកសដល់ពេលខែវស្សាទឹកឡើងគឺអត់ដំណើរការទេមានតែប៉ុណ្្នឹងអរគុណបាទចុងបងអ្នកស្រុកនៅកោះច្រែងហ្នឹងហ្មងបងខ្ញុំនៅខាងក្រៅវត្តអ្នកទាំងអស់គ្នានៅកន្លែងនេះមិនត្រឹមតែយើងអាចមកលេងកម្សាន្តជាមួយនឹងជុំបងប្អូនជាលក្ខណៈមិត្តភ័ក្តិប៉ុន្តែក៏មានកន្លែងសម្រាប់ឲ្យយើងសម្រាកនៅពេលយប់ដែរហើយដោយតែបងប្អូនបានឃើញ footage ចេញពីខាងលើអញ្ចឹងគឺកន្លែងធំទូលាយហើយនៅលើកោះនេះក៏ដូចជាមើលទៅមានកន្លែងសម្រាប់អាំងសាច់ជាលក្ខណៈជុំក្រុមហ៊ុនក្រុមអីដែរចាំមើលខ្ញុំឡើងទៅដល់លើខ្ញុំឲ្យមើលនេះខ្ញុំឡើងអត់ដល់ទេខ្ញុំចោតដែរមើលឃើញពីក្រោយខ្នងនេះតោះញាក់សាច់អ្នកទាំងអស់គ្នាទេសភាពនៅលើកោះប្លែកម្យ៉ាងដែរតា fresh នៅនេះដូចជាភូមិមួយដែរអញ្ចឹងព្រោះទៅខាងក្រោមនោះទៀតរៀងវែងដែរកោះនេះដូចបងប្អូនបានឃើញប្លង់ដែលខ្ញុំបានដាក់អញ្ចឹងគឺវែងហើយអាហ្នឹងយើងឃើញនៅក្នុងកាមេរ៉ាអត់សូវធំទេណាប៉ុន្តែដល់ពេលឡើងមកដល់ផ្ទាល់បានឃើញហើយក្នុងនេះគឺជាការរៀបចំរបស់ម្ចាស់ resort ហើយខាងនោះគឺដូចជាបន្ទប់សម្រាប់សម្រាកនៅពេលយប់ហើយនៅម្ដុំបន្ទប់នឹងដែរមកបន្ទប់គឺគេដាំសិតតែផ្កាស្អាតប្លែកខ្ញុំបវាយកាមេរ៉ាឲ្យមើលណាថ្ងៃចិត្តលិចណាចូលមកគឺបន្ទប់គាត់រៀបចំបានល្អនេះសម្រាប់គ្នា2នាក់គឺសំរុំហើយធំទលាយខ្លាំងមែនតើហើយនៅខាងនេះគឺទេសភាពបើកមកគឺមកអែមហើយខាងនេះក៏យើងអាចចេញទៅក្រៅមានកន្លែងអង្គុយមានអីដែរខ្ញុំនិយាយមែនមកលើកោះខ្ញុំអត់ expect ថានឹងមានកន្លែងស្អាតបែបហ្នឹងទេហើយឥឡូវនេះឃើញថាអានេះនិយាយតាមជាក់ស្ដែងដូចបងប្អូនឃើញក្នុងវីដេអូស្រាប់ហើយគឺស្អាតនិយាយស្អាតនិយាយថាស្អាតហើយយើងអត់មានទៅសំដែងយើងអត់មានទៅប្រាប់បងប្អូនឲ្យតាមទៅមើលថាយើងនិយាយអត់មានជាផុសតាងជាអីអត់ទេអានេះបងប្អូនបានឃើញខ្លួនឯងចូលមកគឺ clean ហ្មងហើយសម្រាប់តម្លៃបន្ទប់ក្នុងមួយយប់ក៏តាមខ្ញុំដឹងដូចជាក៏មិនសូវថ្លៃប្រហែលដែរបងប្អូនអាចសមរម្យអញ្ចឹងឥឡូវយើងមកមើលផ្នែកខាងក្រៅខ្លះអញគេបើកយ៉ាងម៉េចណាមកចេះឥឡូវចង់ខ្លាយជាអ្នក review ណាយើង review ខ្លះទៅគេលោអនាគតទៅខ្លាយជាអ្នកលក់អចលនទ្រព្យអីចឹងណាបាទនេះជាបរិយាកាសផ្នែកខាងក្រៅហើយម៉ោងស្មាននេះគឺម៉ោងប្រហែលជា5ជាងហើយអញ្ចឹងថ្ងៃពេញស្អាតហើយបងប្អូនយើងក៏មកលេងក៏មកថតរូបច្រើនខាងក្រោយសិតផ្កាឃើញទេអស់តោះ the best បងប្អូនក៏អាចដូចមានគេមានឡានមានអីមកដែរអញ្ចឹងអត់អីទេប៉ុន្តែខ្ញុំអត់ដឹងថាគេមករបៀបម៉េចបានគ្រាន់ថាអាចមកបានម៉ូតូក៏បានឡានក៏បានអីចឹងអញ្ចឹងខ្លីៗតែប៉ុណ្្នឹងដូចដែលបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងចឹងបន្ទាប់ពីយើងបានទៅដល់បន្ទប់ទុកដាក់ឲ្យបានរួចហើយពួកយើងក៏បានផ្លាស់ខោអាវចុះមកមុជទឹកវិញនៅឆ្នេរខ្សាច់អញ្ចឹងសម្រាប់វីដេអូនេះដែរគឺអរគុណខ្លាំងមែនតើចំពោះបងម្ចាស់ resort ដែលគាត់បានរៀបចំទទួលរាក់ទាក់ខ្ញុំអត់ចង់និយាយថាគាត់ sponsor ឲ្យខ្ញុំបានខ្ញុំនិយាយពីកន្លែងគាត់ទេប៉ុន្តែកន្លែងនេះគឺខ្ញុំស្ថិតនៅក្នុងគម្រោងរបស់ខ្ញុំដែរថាខ្ញុំនឹងទៅលេងហើយបងស្រីក៏បានជួយសម្រួលពាក់ព័ន្ធជាមួយនឹងកន្លែងគេងក៏ដូចជាពាក់ព័ន្ធជាមួយនឹងម្ហូបអាហារញ៉ាំជាក់ស្ដែងអញ្ចឹងគឺពិតជាអរគុណខ្លាំងមែនតើបងស្រីដែលបានជួយសម្រួលដោយដែលបងប្អូនធ្លាប់ឃើញវីដេអូខ្ញុំកន្លងមកហើយគឺខ្ញុំមិនដែលទទួលប្រម៉ូទពីកន្លែងណាមួយទេហើយនេះក៏មិនមែនជាការប្រម៉ូទដែរប៉ុន្តែជាការថ្លែងអំណរគុណដែលបងស្រីបានបាទជួយគ្នាទៅវិញទៅមកគាត់ជួយខ្ញុំហើយខ្ញុំក៏ជួយផ្សព្វផ្សាយកន្លែងគាត់ដូចគ្នាហើយខ្ញុំជឿថា creator ទាំងអស់គឺពិតជាត្រូវការចំណុចនេះនៅពេលដែលគាត់ចុះទៅដើរលេងនៅកន្លែងណាមួយហើយដោយរាល់ដងអញ្ចឹងវីដេអូមួយនេះក៏មិនខ្លីពេកដែរព្រោះដោយសារតែខ្ញុំទៅកន្លែងណាមួយគឺខ្ញុំថត detail ឲ្យច្រើនបន្តិចអញ្ចឹងសូមបញ្ចប់តែត្រឹមនេះសិនសម្រាប់ភាគ1ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយអរគុណសម្រាប់ការទស្សនា